បត្ថម្ភ55,000 រៀលនិងក៏100 គីឡូនិយាយរួមគ្រឿងឧបភោគបរិភោគបាទហើយក្រុមហ៊ុនវឌ្ឍនៈព្រូបូរីបានជួយឧបត្ថម្ភនៅគ្រុឌបាទឬក៏វាអាក់ទីវ24កេសអាយដាមលឹមហុកនិងលោកជំទាវ20,000 រៀលអាយដាមងួនសុគន្ធនិងលោកជំទាវ20,000 រៀលបានឧបត្ថម្ភជូនដល់គណៈកម្មការគ្រប់គ្រងទូកទាំង3របស់វត្តសារាវ័នដៃជូហើយគណៈនេះក៏សូមថ្លែងអរគុណដល់អាយដាមបាទដិតសភាចាហងជុនអរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឧបត្ថម្ភដល់គណៈកម្មការបច្ចេកទេសបណ្ណាំងទូកនៅថវិកាចំនួន10 លានរៀលបាទសូមថ្លែងអរគុណចាអៃដាមបណ្ឌិតសភាចាហងជុនអរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអៃដាមលោកក៏បានឧបត្ថម្ភទូកងដែលមកពីស្រុកកោះមាសចាចំនួន13ទូកបាទ13ទូកអៃដាមលោកបានឧបត្ថម្ភដល់ទៅ48លានណាបាទ48លានដល់ទូកឥឡូវនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនជ្រាបថាតាម៉ៅសែនជ័យខ្សែទឹកខាងក្នុងចាលេខសម្គាល់015ប្រណាំងជាមួយនឹងមហាស្ទាំងមានរិទ្ធមកពីខាងកំពង់ចាមបងប្អូនមនីកែវសូរកានវត្តមនីកែវសូរកានប្រួនណាបាទសូរកានអូបាទបាទឥឡូវយើងឃើញហើយបាទពាក់កណ្ដាលនៅកំពន់ទី2តាម៉ៅសែនជ័យជាមួយនឹងមហាស្ទាំងមានរិទ្ធបាទអ្នកខ្ញុំសូមធ្វើការកែតម្រូវដោយសារឥឡូវនេះគូទី9មកមុនវិញដូច្នេះមហាអន្តរីក្រុមការងារនិងក្រុមកីឡាករចំនួនទូកងោឈ្មោះក្រាំងជ័យសានជ័យនិងទូកងោឈ្មោះត្រពាំងវែងសានជ័យដែលជាទូករបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្ឃបណ្ឌិតហ៊ីងមិនហៀងនិងលោកជំទាវសូមថ្លែងអរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភនៅក្នុងនោះសូមប្រថ្លែងអរគុណជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតដែលបានឧបត្ថម្ភដល់ទូកទាំងពីរនៅថវិកាចំនួន20 លានរៀលអង្គរចំនួន400 គីឡូក្រាមអាវចំនួន400មួកចំនួន400និងភេសជ្ជៈ Champion ចំនួន20 កេសខាងក្រៅរួមគ្នាតែម្ដងគណៈដែលខ្សែទឹកខាងក្រៅព្រះខ័ណ្ឌទឹកបាកែមនោរាសែនជ័យគឺកំពុងតែនាំមុខបាទប្រហែលជា4 ទៅ 5 ខ្ទង់ទេទៅលើបាទទៅលើខាងខ្សែទឹកខាងក្នុងបាទព្រះខ័ណ្ឌទឹកកែមនោរានេះគឺទូកមកពីខេត្តកណ្ដាលបាទមកពីវត្តមនីសាគរបាទពញាលឺបាទលើកំពុងតែដេញគ្នា3 ទៅ 4 ខ្ទង់នេះក៏នាំមុខទៅលើបាទមហាអន្តរីអាតឡង់តិច Express បាទមិនហើយអាតឡង់តិច Express ចាញ់បងខ្សែទឹកខាងក្នុងចាញ់ឈ្នះតិចតួចចាជើងទី2រត់តែល្អមើលបដូរខ្សែទឹកឥឡូវគូទី8ចាត្រឡប់មកវិញបងប្អូនគូទី8តាម៉ៅសែនជ័យចាខេត្តកណ្ដាលយើងនេះមកពីវត្តកបៅចាចិត្តផ្ទះនាងខ្ញុំថ្មីបាទចិត្តផ្ទះថ្មីរបស់